បាទសួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់លំហាត់បន្តថ្ងៃនេះយើងរៀនប្រើសព្ទ total បាទសព្ទ total គឺវាស្រួលយ៉ាងម៉េចវាស្រួលជាងប្រើរូបមន្តសាមក្នុងសម្រាប់ការបូកតន័យបែបលឿនៗណាបាទអញ្ចឹងយើងចង់បូកសរុបថា sting លោកបានប្រមាណកេសបានលុយប្រមាណថ្ងៃសុំទោសថ្ងៃទី1លោកបានប្រមាណកេសបានលុយប្រមាណថ្ងៃទី2លោកបានប្រមាណកេសបានលុយប្រមាណទី3ដូចគ្នាអញ្ចឹងយើងធ្វើម៉េចបើយើងបូកសាមវាត្រូវបូក5 6ដងអញ្ចឹងយើង select លើនេះមកចូលទៅ data បាទហើយយើងក៏លេខមកស្ដាំយើងនឹងឃើញ sub total តែចំពោះកុំព្យូទ័រខ្ញុំវាមាននៅក្នុង outline នេះលាក់នៅក្នុង outline នេះប៉ុន្តែកុំព្យូទ័រទាំងអស់គ្នាពេលខ្លះវាអាចដាក់នៅលើនេះតែម្ដងហើយពេលខ្លះក៏តម្លាក់ចូលមកក្រោមនឹងដែរអញ្ចឹងចុចលើ sub total ហ្នឹងមកហើយកន្លែង add exchange in នេះយើង select យកណាយើងចង់ដឹងតាមថ្ងៃអញ្ចឹងយើង select យក date រូបមន្តយើងប្រើ30ហើយយើងចង់ដឹងចំនួនអីខ្ញុំចង់ដឹងចំនួនលុយខ្ញុំចុចលើ amount ខ្ញុំចង់ដឹងចំនួន cash ខ្ញុំចុចលើ quantity ចុចលើ12ហ្នឹងបានហើយណាបាទហើយយើងអូខេមកអញ្ចឹងវាចេញលទ្ធផលបែបនេះចេញតារាងឲ្យមកស្អាតមកថ្ងៃទី1លោកបានប្រមាណ cash លោកបានលុយប្រមាណអញ្ចឹងខ្ញុំដាក់ពណ៌ឲ្យស្រួលមើលបាទវាចេញ45 cash 405ដុល្លារថ្ងៃទី2បានប្រមាណ cash បានលុយប្រមាណអញ្ចឹងគឺវាចេញចម្លើយហើយនៅខាងក្រោមនេះទៀតគឺវាសរុបទិន្នន័យឲ្យយើងទៀតថា3ថ្ងៃហ្នឹងលោកបានប្រមាណបានលុយប្រមាណអញ្ចឹងការបូកទិន្នន័យច្រើនជាតារាងបែបនេះលែងជាការលំបាកទៀតហើយដោយសារយើងប្រើមុខងារ sum total